ធ្លាប់តែញ៉ាំនំខេកតើយដូងឥឡូវថ្ងៃនេះគឺខ្ញុំមកសាកល្បងរសជាតិប្លែកបែបម៉ូឈីតើយដូងម្ដងមើលតើវាមានរសជាតិបែបណាណាបងប្អូនហើយមើលសាច់នំម៉ូឈីគ្នាបងប្អូនទាញនិយាយពីថាឡើងយឺតឡើងទន់ល្មួតហ្មងណាបងប្អូនអើយបងប្អូនណាដែលញ៉ាំនំម៉ូឈីនឹងដូចខ្ញុំគឺអាចសាកល្បងធ្វើនៅផ្ទះបានណាងាយស្រួលធ្វើទេវាអត់ពិបាកធ្វើទេបងប្អូនអើយហើយចំណែករសជាតិវាវិញគឺថាមកបែបម្នាក់ពីនំគមស្នូលដូងរបស់យើងណាហើយបើ snow របស់វាវិញបងប្អូនចង់ចូលចិត្តដាក់ snow អីក៏បានដែរព្រោះនំហ្នឹងខ្ញុំឃើញគេដាក់ snow បានច្រើនប្រភេទមានទាំងផ្លែឈើឬក៏ការ៉េមអីក៏បានដែរមកឥឡូវមកដឹងពីរបៀបធ្វើនំមួយឈីម្ដងវាមានពីរផ្នែកណាផ្នែកសាច់នំហើយនិងផ្នែក snow ហើយនេះជាគ្រឿងផ្សំផ្នែកសាច់នំមានដូចជាទឹកដោះគោស្រស់ម្សៅត្នោមម្សៅពោតហើយនិងស្ករសខ្ញុំមានទឹកដោះគោស្រស់180មីលីលីត្រហើយខ្ញុំយកស្ករស30ក្រាមចាក់ចូលទៅក្នុងទឹកដោះគោនោះហើយកូរវាឲ្យសព្វរលាយចូលគ្នាហើយបងប្អូនបន្ទាប់មកខ្ញុំយកម្សៅត្នោម100ក្រាមចាក់ចូលទៅក្នុងចានស្អាតមួយមកបងប្អូនហើយនឹងម្សៅពោត30ក្រាមកូរច្បល់ចូលគ្នាហើយគឺខ្ញុំយកទឹកដោះគោដែលលាយជាមួយស្ករមិញហ្នឹងយើងយកទៅច្បល់ជាមួយនឹងម្សៅត្នោមមិញហ្នឹងឲ្យសព្វចូលគ្នាណាបងប្អូនចាក់ទឹកដោះគោម្ដងតិចចូលម្សៅបងប្អូនមិនស្រួលកូរបើយើងចាក់ម្ដងទាំងអស់វាធ្វើឲ្យម្សៅហ្នឹងវាតែឡើងពិបាកកូរពេលដែលកូរល្បាយរួចរាល់ហើយបងប្អូនត្រូវយកផ្លាស្ទិកឬក៏គម្របគ្របអីដើម្បីយកមកគ្របជាមួយនឹងចានរបស់យើងកុំឲ្យពេលចំហុយទៅទឹកវាចូលនៅក្នុងសាច់នំហើយរយៈពេលនៃការចំហុយគឺខ្ញុំចំហុយ20ទៅ25នាទីលើសាច់នំរបស់យើងក្រាស់ឬស្ដើងអញ្ចឹងបងប្អូនបើសិនជាយើងដាក់ថាវាចំហុយលឿនជាងនឹងវាចាប់ឆ្អិនជាងហ្នឹងងាកមកខាងផ្នែកស្នូលម្ដងបងប្អូននេះគឺជាស្លឹកតែដែលខ្ញុំកាត់ហើយកន្លះកូនចានហើយនឹងខ្ទិះដូងដើមជាកន្លះកូនចានដែរបងប្អូនខ្ញុំចាក់ខ្ទិះហើយនឹងស្លឹកតែនឹងចូលគ្នាដើម្បីក្លុកយកទឹកវាបន្ទាប់មកស្រោះវាឲ្យស្អាតទៅបងប្អូនស្រោះជាមួយនឹងកត្រងក៏បានឬក៏ស្បៃក៏បានដែរយើងស្រោះយកទឹកវាមកឥឡូវខ្ញុំបានទឹកស្លឹកតែជាមួយខ្ទិះដូងហើយខ្ញុំថែមទឹកដោះគោស្រស់100មីលីលីត្រទៀតហើយនឹងម្សៅពោតជិត2ស្លាបព្រាបាយទៀតបងប្អូនហើយត្រូវកូរជាមួយនឹងម្សៅពោតទឹកដោះគោនឹងឲ្យលាយចូលគ្នាបន្តមកទៀតបងប្អូនខ្ញុំដាក់ស្ករស1ស្លាបព្រាបាយកន្លះចូលហើយកូរច្បល់វាឲ្យលាយស្ករតិចមកខ្ញុំដាក់ទឹកដោះគោខាប់1ស្លាបព្រាបាយចូលថែមទៀតបន្ទាប់ពីកូរឲ្យវាលាយចូលគ្នាអស់ហើយបងប្អូនខ្ញុំចាក់ចូលទៅក្នុងខ្ទះស្អាតមួយមកដើម្បីយើងយកទៅកូរទៅលើភ្លើងហើយចំពោះភ្លើងគឺបើកហឹមតិចបានហើយបងប្អូនព្រោះម្សៅពោតវាអាចនឹងឆាប់គោកត្រូវកូរវាឲ្យជាប់ដៃរហូតចឹងរហូតដល់សាច់ល្បាយនឹងវាល្មួតឡើងថ្លានឹងវាឆ្អិនហើយពេលដែលឆ្អិនបងប្អូនចាក់សាច់ដូងចូលទៅហើយមិនបាច់កូរយូរពេកទេប្រហែលជា1នាទី2នាទីអីហ្នឹងត្រូវបិទភ្លើងទៅស្នូលនំនេះគឺខ្ញុំអត់ធ្វើវារាវពេកទេបងប្អូនកាលណាធ្វើរាវយើងពិបាកយកទៅខ្ចប់ចឹងណាចឹងខ្ញុំធ្វើវាមកល្មមប៉ែកងាយស្រួលក្នុងការវេចខ្ចប់ធ្វើស្នូលរយៈពេល20នាទីជាងបងប្អូននំខ្ញុំក៏បានឆ្អិនដែរខ្ញុំលើកវាដាក់ចេញមកហើយខ្ញុំមកបន្ថែមជាមួយនឹងប៊ឺប្រហែលជា10ទៅ15ក្រាមចូលក្នុងសាច់នំដែលកំពុងក្តៅហ្នឹងបងប្អូនហើយជ្រោយវាតិចទៅដើម្បីឲ្យប៊ឺហ្នឹងវាចូលជាមួយនឹងសាច់នំរបស់យើងបងប្អូនត្រូវដាក់ប៊ឺសាបដាក់ប៊ឺប្រៃគឺនំយើងប្រៃញ៉ាំអត់កើតទេបងប្អូនបន្ទាប់មកគឺចាក់សាច់នំចេញពីចានហ្នឹងទៅលើជ្រុញឬក៏ក្តារអីមួយមកប៉ុន្តែត្រូវយកផ្លាស្ទិកយកមកក្រាលបងប្អូនបើមិនចឹងទេគឺថាស្អិតបតេបតាពេញហ្នឹងទាំងអស់ហ្នឹងពូនំហ្នឹងគឺស្អិតខ្លាំងណាស់តែប៉ះដៃស្អិតដៃហីនិយាយទៅវាអត់ជាប់តែជាមួយថង់ទេនៅក្តៅចឹងបងប្អូនយកវែកឬក៏អីយកមកស្កតវាតិចសិនទៅល្មមតែវាចុះតិចល្មមដែលអាចប៉ះបានចាំប្រើដៃច្បាច់ម្ដងពូនំហ្នឹងគឺត្រូវការច្បាច់វាខ្លាំងដើម្បីឲ្យសាច់នំហ្នឹងកាន់តែទន់កាន់តែស្វិតណាយើងត្រូវប្រើដៃពាក់ស្រោមដៃមកបងប្អូនស្រួលច្បាច់ណាច្បាច់យូរទៅនំយើងវាឡើងភ្លឺហើយរលោងហើយទាញទៅយឺតវែងញ៉ាំទៅទន់ឆ្ងាញ់ហើយបងប្អូននេះបន្ទាប់ពីខ្ញុំច្បាច់វាប្រហែលជា5នាទីជាងអត់ដល់10នាទីបងប្អូនគឺសាច់នំយើងឡើងដូចឈីចឹងទាញនៅគួយតំណងចង់ញ៉ាំហ្មងសុំស្វីនេះចឹងមកឲ្យញ៉ាំបើតែគុណគុំបើមួយនំធ្វើតួនហើយទេប៉ុន្តែមានអ្នកសុំភ្លូរហូតបន្ទាប់ពីច្បាច់ម្សៅបានប៉ុណ្ណឹងហើយគឺត្រូវលុញវាចំនួននំដើម្បីយើងយកវាទៅខ្ចប់ស្នូលចំពោះទំហំបងប្អូនចង់បានធំយើងលុញម្សៅយើងធំតិចមកចង់បានទូចយើងដាក់ទូចទៅប៉ុន្តែចំពោះខ្ញុំវិញខ្ញុំធ្វើទូចយើងស្រួលញ៉ាំជាងអស់មួយដុំនៅមួយដុំអញ្ចឹងបន្ទាប់មកស្កត់ដុំម្សៅនឹងជាតប៉ែតប្រទះមកហើយដួសស្នូលតើយដូងរបស់យើងនឹងដាក់ចូលមកល្មមអាចវិញខ្ចប់បានណាតើមកយើងខ្ចប់ដូចនំប៉ាវយើងដែរហ្នឹងបងប្អូនទាញវាខ្ជិបទៅធ្វើមិនឲ្យចិត្តណាបន្ទាប់ពីខ្ចប់ចិត្តហើយយើងត្រូវលុញវាឲ្យមូលមើលទៅឲ្យវាមានរាងស្អាតណាហើយបងប្អូនកុំភ្លេចម្សៅរោយព្រោះពេលដែលយើងខ្ចប់ហើយអត់មានម្សៅរោយពីលើហ្នឹងគឺវាស្អិតបតេបតាជាប់គ្នាហ
ហើយម្សៅបងប្អូនយកម្សៅទៅណាបើយើងយកទៅលីងទៅឬក៏បងប្អូនមានម្សៅទឹកដោះគោម្សៅដោះគោក៏បានដែរអាហ្នឹងរឹតតែល្អឲ្យឈ្ងុយទៀតបងប្អូនបើមានកដាស់ទ្រាប់នំ cupcake បងប្អូនអាចដាក់អាហ្នឹងពេលដែលយើងខ្ចប់ហើយយើងដាក់នំចូលនៅក្នុងកដាស់ហ្នឹងមួយវាស្អាតវាអត់ជាប់ចានណាហើយនឹងវាអត់ជាប់គ្នាផងដែរវីដេអូដែលខ្ញុំចប់នំហ្នឹងបងប្អូនថតអត់មានចំសោះសេរីកាមេរ៉ាអត់ត្រូវបងប្អូនឥឡូវហ្នឹងនំខ្ញុំគឺបានរួចរាល់ហើយបងប្អូនហើយនិយាយពីថាក្លិនស្លឹកតើយវិញឡើងឈ្ងុយហើយសាច់នំខាងក្រៅវិញឡើងទន់ល្មួតណាបងប្អូនអើយហើយបងប្អូនមកចង់រឹតតែឆ្ងាញ់ទៀតគឺក្លាសេស្នូលវាឲ្យតិចសិនមិនឆ្ងាញ់បើដាក់តាំងក្តៅអញ្ចឹងវាអត់សូវឆ្ងាញ់ដូចស្នូលតិចទេបងប្អូនមើលសាច់នំមើលឡើងដូចឈីហេទាញឡើងវែងណាហើយឡើងល្មួតទៅញ៉ាំទៅឆ្ងាញ់មែនទែនសាច់វានឹងហើយបើស្នូលអីក៏ឆ្ងាញ់ដែរដោយសារអីសាច់នំវាទន់ឆ្ងាញ់បងប្អូនមើលបងប្អូនតំណងគួយចង់ញ៉ាំអាចសាកល្បងធ្វើបានងាយអត់ពិបាកទេហើយបើអត់ចង់ចំណាយពេលធ្វើយូរអញ្ចឹងទៀតដាក់តាស្នូលផ្លែឈើស្រាប់មកបងប្អូនគឺបានញ៉ាំដូចតែគ្នានឹងកុំឲ្យតែឃើញវីដេអូគេលក់គេញ៉ាំអញ្ចឹងឥឡូវសាកធ្វើញ៉ាំម្ដងខ្លួនឯងមើលអ្នកសុំភ្លក់ឥឡូវបានញ៉ាំឲ្យអអេសបើមកនេះចាស់អននេះវីដេអូនំមួយឈីក៏មានតែប៉ុណ្្នឹងដែរទេបងប្អូនអរគុណច្រើនជម្រាបលា